ខ្ញុំមកប្រាប់ពីវិធីធ្វើបាយក្តាំងងាយៗអស់លុយទៅឲ្យឆ្ងាញ់ខ្លាំងហ្មងបានបាយក្តាំងឲ្យញ៉ាំជាមួយគោកាចាក់អញ្ចឹងទៀតអែមខ្លាំងហ្មងអង្គុយមើលកុំពីអ្នកប៉ាអូនពងអត់មានបាយក្តាំងឲ្យដាំបាយមួយឆ្នាំងឈុញនេះបានតែល្អមើលចុងក្រោយខ្ញុំមកប្រើជ្រុញឈើនេះដែរអ្នកទាំងអស់គ្នាមើលសកម្មភាពដែលខ្ញុំធ្វើទៅអត់ចាំបាច់ខ្ញុំរៀបរាប់គ្រឿងផ្សំច្រើនទេរូបមន្តហ្នឹងគឺច្នៃខ្លួនឯងភ្លក់ខ្លួនឯងឲ្យដឹងរសជាតិខ្លួនឯងអ្នកដែលគាត់ចូលចិត្តរសជាតិដិតអ្នកទាំងអស់គ្នាធ្វើតាមនឹងអត់ខកបំណងរសជាតិផ្អែមដិតឆ្ងាញ់គ្រឿងផ្សំគឺងាយៗខ្លាំងមែនតើនៅក្នុងផ្ទះបាយស្ត្រីមេផ្ទះរបស់យើងមានទាំងអស់ចឹងអ្នកទាំងអស់គ្នាធ្វើតាមនឹងបានអត់ចាំបាច់បាទៅទិញគ្រឿងផ្សំនៅផ្សារទៀតទេហើយអ្នកដាច់លុយក៏អាចធ្វើបានដែរដាច់លុយចុងខែគឺត្រូវហ្មងខ្ញុំបោះតាមពេលវេលាចុងខែនេះគឺបាយដែលខ្ញុំដាំថ្មីយើងយកកូនចានទូចអញ្ចឹងមកយកបាយមកសង្កត់ក្នុងកូនចានហ្នឹងចេញជាពុំអីអ្នកទាំងអស់គ្នាអត់ចង់ប្រើកូនចានអ្នកទាំងអស់គ្នាអាចប្រើថង់បានហើយពុំបាយក្តាំងរបស់យើងចេញមកប៉ុណ្្នឹងឯងហើយអ្នកទាំងអស់គ្នាមើលសំបីតបាយក្តាំងក៏ខ្ជូរទេណាខ្ញុំវាយជាពុំអញ្ចឹងនៅពេលដែលយើងយកញ៉ាំគឺស្រួលញ៉ាំអត់ចាំបាច់ទៅអង្គុយបេះអាឡែហើយយើងក៏ស្រួលក្នុងការវេចខ្ចប់ដាក់ប្រអប់ដែរហើយយើងដាក់ខ្លាញ់ពងធម្មតាមកខ្លាញ់យើងដាក់ឲ្យក្តៅសិនចាំយើងដាក់អំពងបាយពីមុនចង់ញ៉ាំបាយក្តាំងតសបាយកឥឡូវចង់ញ៉ាំដាំបាយភ្លាមហ្មងឃើញរូបរាងអញ្ចឹងកុំបូលីរសជាតិឲ្យចាញ់របស់ប្រែនេះអ្នកទាំងអស់គ្នាចង់ដាក់សាច់ផាត់បានចង់ដាក់ហ៊ីប៊ីបានខ្ញុំមានតែប៉ុណ្្នឹងគឺខ្ញុំដាក់ប៉ុណ្្នឹងឯងហើយនេះគឺជាសភាពផ្ទះបាយដែលធ្វើហើយ